ដំណើរជីវិតអ៊ុងអ៊ីងនាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃលោកស្រីផែតហុងថានស៊ីណាវតាដែលត្រូវបានគេស្គាល់ថាជាអ៊ុងអ៊ីងគឺជានាយករដ្ឋមន្ត្រីទី31នៃប្រទេសថៃដែលបានចូលកាន់តំណែងនៅឆ្នាំ2024លោកស្រីជាកូនស្រីទូចរបស់អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីនស៊ីណាវត្រានិងជាក្មួយស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រីយីងឡាក់ស៊ីណាវត្រានៅអាយុ38ឆ្នាំលោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រថៃនិងជាស្ត្រីទី2ដែលកាន់តំណែងនេះប្រវត្តិគ្រួសារនិងកុមារភាពលោកស្រីផែតហុងថានកើតនៅថ្ងៃទី21ខែសីហាឆ្នាំ1986នៅទីក្រុងបាងកោកប្រទេសថៃលោកស្រីជាកូនស្រីពៅក្នុងចំណោមបងប្អូន3នាក់របស់លោកថាក់ស៊ីនស៊ីណាវត្រាអតីតនាយករដ្ឋមន្ត្រីថៃ2001-2006និងអ្នកស្រីភុតចមានណាភូមិបេចារ៉ាដែលជាអ្នកជំនួយនិងសម្រក់ធនគ្រូសាស៊ីណាវត្រាមានដែនកំណត់ជនជាតិចិនដែលបានត្រីសមាជិកគ្រូសាមួយចំនួនធំក្លាយជាឥស្សរជនក្នុងវិស័យនយោបាយនិងអាជីវកម្មដូចជាវិស័យទូរគមនាគមន៍អចលនទ្រព្យនិងបដិសណ្ឋារកិច្ចលោកស្រីផែតហុងថានបានចំណាយពេលកុមារភាពរបស់នាងនៅក្នុងគ្រួសារដ៏មានឥទ្ធិពលដែលតែងតែទទួលបានការចាប់អារម្មណ៍ពីសាធារណជននៅឆ្នាំ2004ពេលនាងមានអាយុ18ឆ្នាំនាងបានទទួលការយកចិត្តទុកដាក់ពីប្រពន្ធផ្សព្វផ្សាយនៅពេលដែលនាងធ្វើការក្រៅម៉ោងនៅហាង McDonald's នៅប្រទេសថៃព្រឹត្តិការណ៍នេះត្រូវបានផ្សព្វផ្សាយដោយឪពុករបស់នាងលោកថាក់ស៊ីនស៊ីណាវត្រាដែលបាននាំអ្នកសារព័ត៌មានទៅកន្លែងធ្វើការរបស់នាងដើម្បីបង្ហាញពីតម្លៃនៃការងារដោយខ្លួនឯងការអប់រំលោកស្រីផែតហុងថានបានទទួលការអប់រំល្អនៅសាលា Saint Joseph Convent School និង Mater Dei School ដែលជាសាលាល្បីល្បាញនៅប្រទេសថៃដែលធ្លាប់ជាកន្លែងសិក្សារបស់សមាជិករាជវង្សថៃជាច្រើនបន្ទាប់មកនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋសាស្ត្រសង្គមវិទ្យានិងនរវិទ្យានៅសាកលវិទ្យាល័យជូឡាឡុងកនក្នុងឆ្នាំ2008ក្រោយមកនាងបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសន្តិភាពអន្តរជាតិនៅសាកលវិទ្យាល័យ Surrey នៅចក្រភពអង់គ្លេសនៅឆ្នាំ2006ពេលនាងកំពុងសិក្សានៅសាកលវិទ្យាល័យជូឡាឡុងកនឪពុករបស់នាងលោកថាក់ស៊ីនត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រីដោយរដ្ឋប្រហារយោធាព្រឹត្តិការណ៍នេះបានធ្វើឲ្យនាងជួបប្រទះជាមួយសម្ពាធពីសាធារណជនដោយសារសាស្ត្រាចារ្យនិងនិស្សិតនៅសាកលវិទ្យាល័យបានរិះគន់ឪពុករបស់នាងជាសាធារណៈអាជីវកម្មមុនពេលចូលប្រឡូកក្នុងនយោបាយលោកស្រីផែតហុងថានបានធ្វើការនៅក្នុងអាជីវកម្មគ្រួសារស៊ីណាវត្រាដែលគ្របដណ្ដប់ពីវិស័យជាច្រើនរួមមានវិស័យអចលនទ្រព្យបដិសណ្ឋារកិច្ចនិងទូរគមនាគមន៍លោកស្រីបានរត់មន្ត្រីនីអេធិកជានាយកប្រតិបត្តិក្រុមហ៊ុន RSD Development Co.Ltd ដែលគ្រប់គ្រងសន្តាគារដ៏ប្រណិត Rosewood Hotel នៅទីក្រុងបាងកោកលើលីតាគៀតលោកស្រីក៏ជាម្ចាស់ភាគហ៊ុនធំបំផុតក្នុងក្រុមហ៊ុន SC Asset Corporation ដែលមានតម្លៃប្រមាណ$152លានតាមទិន្នន័យរបស់ Bloomberg លោកស្រីក៏បានវិនិយោគនៅក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗនិងគម្រោងប្រកបដោយភាពច្នៃប្រឌិតដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់នាងក្នុងការជំរុញឲ្យប្រទេសថៃឈានទៅមុខជាមួយបច្ចេកវិទ្យាអាជីពនយោបាយលោកស្រីផែតហុងថានបានចាប់ផ្ដើមអាជីពនយោបាយនៅឆ្នាំ2021ដែលចូលរួមជាមួយគណៈបកភឿថៃដែលត្រូវបានបង្កើតឡើងដោយឪពុករបស់នាងបានក្លាយជាប្រធានគណៈកម្មាធិការប្រឹក្សាអំពីការចូលរួមនិងការច្នៃប្រឌិតដែលផ្ដោតលើការទាក់ទាញយុវជននិងការប្រើប្រាស់បច្ចេកវិទ្យាក្នុងនយោបាយនៅឆ្នាំ2023នាងបានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណៈបកនេះនិងបានដឹកនាំយុទ្ធសាស្ត្រក្នុងបោះឆ្នោតទោះបីជានាងកំពុងមានព្រះពរក៏ដោយនៅថ្ងៃទី14ខែសីហាឆ្នាំ2024បន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញថៃបានសម្រេចឲ្យអតីតនាយករដ្ឋមន្ត្រីលោកស្រីថាថាប៊ីចុះចេញពីតំណែងដោយសារការរំលោភសីលធម៌គណៈបកភឿថៃបានជ្រើសរើសលោកស្រីផែតហុងថានជាបេក្ខជនជំនួសនៅថ្ងៃទី16ខែសីហាឆ្នាំ2024សភាបានអនុម័តការតែងតាំងរបស់នាងដែលធ្វើឲ្យនាងក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតនិងជាស្ត្រីទី2នៅក្នុងប្រវត្តិសាស្ត្រថៃនាងបានស្វាចូលកាន់តំណែងនៅថ្ងៃទី18ខែសីហាឆ្នាំ2024បន្ទាប់ពីទទួលបានការយល់ព្រមពីព្រះមហាក្សត្រវជ្ជរាឡុងកូនគោលនយោបាយនិងគម្រោងសំខាន់ៗក្នុងអំឡុងពេលកាន់តំណែងលោកស្រីផែតហុងថានបានផ្ដោតទៅលើនយោបាយសេដ្ឋកិច្ចនិងការលើកតម្កើងឥទ្ធិពលទុនឬភាសាអង់គ្លេសហៅថា soft power របស់ប្រទេសថៃនៅថ្ងៃទី12ខែកញ្ញាឆ្នាំ2024នាងនិងគណៈរដ្ឋមន្ត្រីបានបង្ហាញគោលនយោបាយអាទិភាព10ដែលរួមមានការរៀបចំរចនាសម្ព័ន្ធបំណុលការគាំទ្រសហគ្រិនថៃការកាត់បន្ថយថ្លៃធម្មពលនិងការជំរុញវិស័យទេសចរណ៍
នាងក៏បានផ្សព្វផ្សាយគម្រោងភ្ញៀវទេសចរចំនួន39លាននាក់និងបង្កើតប្រាក់ចំណូល3រៀលលានបាតគម្រោង Amazing Thailand Grand Tourism and Sport Year 2025នេះផងដែរនាងក៏បានគាំទ្រគម្រោង Southern Land Bridge ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំមួយដើម្បីភ្ជាប់កំពង់ទឹកជ្រៅនៃខេត្តរនងនិងឈុនភុនដោយផ្លូវម៉ូតូវ៉េនិងផ្លូវរាបភ្លើងគម្រោងនេះត្រូវបានរំពឹងថានឹងបង្កើតការងារចំនួន280,000 កន្លែងនិងជំរុញការកំណើនសេដ្ឋកិច្ចជីវិតផ្ទាល់ខ្លួនលោកស្រីផែថងឋានបានរៀបការជាមួយលោកពីតាកាសុខសវ័តដែលជាអតីតអ្នកមើលបង្ហោះយន្តហោះនៅឆ្នាំ2019ពួកគេមានកូន2នាក់គឺកូនស្រី1នាក់ឈ្មោះធីតានសុខសវ័តនិងកូនប្រុស1នាក់ឈ្មោះភុតថាស៊ីនសុខសវ័តដែលកើតឡើងនៅថ្ងៃទី1ខែឧសភាឆ្នាំ2023អំឡុងពេលការប្រណាំងបោកឆ្នោតលោកស្រីតែងតែចែករំលែករូបភាពគ្រួសារលើបណ្ដាញសង្គមដែលមានអ្នកតាមដានជាង1លាននាក់បញ្ហាប្រឈមនិងការរិះគន់ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រីផែថងឋានមិនមែនគ្មានឧបសគ្គទេនាងត្រូវប្រឈមមុខជាមួយការរិះគន់ថាខ្វះបទពិសោធន៍នយោបាយនិងការចោទប្រកាន់ថាជាអ្នកបន្តនយោបាយគ្រួសារស៊ីណាវត្រាពិសេសឥទ្ធិពលរបស់ឪពុកនាងលោកថាក់ស៊ីនគណៈបកភ្លើថៃក៏បានបង្កើតសមាជភាពជាមួយគណៈបកអនុរដ្ឋនិយមនិងគាំទ្រយោធាដែលធ្លាប់ជាសត្រូវនឹងគ្រួសារស៊ីណាវត្រាដែលបាននាំឲ្យមានការខកបំណងក្នុងចំណោមអ្នកគាំទ្រមួយចំនួនលើនេះទៅទៀតលោកស្រីត្រូវដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងជាប់ចល័តនិងការបំពេញការសន្យាយុទ្ធសាស្ត្រដូចជាកម្មវិធី Digital Wallet ដែលផ្ដល់ប្រាក់ប្រមាណ 10,000 បាតដល់ប្រជាជនថៃគម្រោងនេះបានទទួលការរិះគន់ពីអ្នកសេដ្ឋកិច្ចមួយចំនួនថាមិនមានប្រសិទ្ធភាព